តើអ្នកធ្លាប់ឆ្ងល់ទេថាបើភាពយន្តមួយត្រូវបានមនុស្សជាច្រើនរិះគន់ថាអាក្រក់និងគួរឲ្យអស់សំណើចតើហេតុអ្វីបានជាមនុស្សនៅតែចង់ទៅមើលវាហើយបើខ្ញុំប្រាប់អ្នកថាភាពយន្ត animation មួយនៅប្រទេសចិនដែលដំបូងឡើយស្ទើរតែគ្មានអ្នកចាប់អារម្មណ៍បែរជាអាចរកចំណូលបានរាប់លានយន់វិញតើអ្នកនឹងជឿទេនេះហើយជារឿងដ៏ចម្លែករបស់ភាពយន្ត New Light ដំបូងឡើយវាមិនមែនជាភាពយន្តដែលមានឈ្មោះល្បីឬមានការផ្សព្វផ្សាយធំៗឡើយផ្ទុយទៅវិញវាត្រូវបានផលិតដោយក្រុមតូចមួយហើយគេរាយការណ៍ថាមានតែម្ដាយនិងកូនប្រុសប៉ុណ្ណោះដែលចូលរួមផលិតប៉ុន្តែសំណួរដែលគួរឲ្យចាប់អារម្មណ៍គឺបើក្រុមផលិតតូចបែបនេះតើភាពយន្តអាចប្រកួតប្រជែងជាមួយភាពយន្តធំៗបានយ៉ាងដូចម្តេចនៅពេលចាប់ផ្ដើមចាក់បញ្ចាំងភាពយន្តនេះមិនបានទទួលការចាប់អារម្មណ៍ច្រើនទេចំណូលក្នុងដំណាក់កាលដំបូងមានចំនួនតិចខ្លាំងរហូតធ្វើឲ្យមនុស្សប្រហែលជាគិតថាវានឹងបាត់ទៅពីរោងកុនក្នុងពេលឆាប់ប៉ុន្តែតើអ្នកគិតថារឿងនេះនឹងបញ្ចប់ត្រឹមនេះមែនទេមិនមែនទេអ្វីមួយបានកើតឡើងនៅលើបណ្ដាញសង្គមអ្នកទស្សនាមួយចំនួនបានថតឈុតឆាកពីភាពយន្តហើយយកទៅចែករំលែកបន្ទាប់មកមនុស្សកាន់តែច្រើនចាប់ផ្ដើមនិយាយអំពីវាប៉ុន្តែអ្វីដែលគួរឲ្យចម្លែកគឺមនុស្សមួយចំនួនមិនបាននិយាយថាភាពយន្តនេះអស្ចារ្យនោះទេផ្ទុយទៅវិញពួកគេនិយាយអំពីវាដោយសារតែពួកគេយល់ថាវាចម្លែកគួរឲ្យអស់សំណើចហើយគុណភាព animation មិនសូវល្អហើយនៅទីនេះហើយដែលសំណួរមួយកើតឡើងតើការរិះគន់អាចក្លាយជាការផ្សព្វផ្សាយភាពយន្តបានឬចម្លើយប្រហែលជាបានព្រោះមនុស្សដែលមិនធ្លាប់ឮពីភាពយន្តនេះក៏ចាប់ផ្ដើមឆ្ងល់ថាតើវាអាក្រក់ប៉ុណ្ណាហេតុអ្វីបានជាមនុស្សកំពុងនិយាយអំពីវាតើខ្ញុំគួរទៅមើលដោយខ្លួនឯងដែរឬទេហើយនៅពេលមនុស្សចាប់ផ្ដើមមានសំណួរទាំងនេះពួកគេក៏ចាប់ផ្ដើមទិញសម្បត្តិទៅមើលដូច្នេះភាពយន្តដែលដំបូងស្ទើរតែគ្មានអ្នកចាប់អារម្មណ៍បែរជាចាប់ផ្ដើមកើនឡើងយ៉ាងគួរឲ្យភ្ញាក់ផ្អើលតើនេះមិនមែនជារឿងចម្លែកទេឬភាពយន្តមួយអាចចំណាយថវិកាតិចផលិតដោយក្រុមតូចហើយមិនមានការផ្សព្វផ្សាយធំៗប៉ុន្តែភាពយន្តមួយផ្សេងទៀតអាចចំណាយថវិការាប់សិបឬរាប់រយលានដុល្លារមានតារាល្បីៗបច្ចេកវិទ្យាទំនើបប៉ុន្តែតាមមួយណាអាចធ្វើឲ្យមនុស្សនិយាយពីវាបានច្រើនជាងនេះជាចំណុចដែល New Light កំពុងបង្ហាញឲ្យយើងឃើញនៅក្នុងយុគសម័យបណ្ដាញសង្គមគុណភាពមិនមែនជារឿងតែមួយដែលកំណត់ថាមនុស្សនឹងចាប់អារម្មណ៍លើអ្វីមួយនោះទេពេលខ្លះអ្វីដែលធ្វើឲ្យមនុស្សឈប់មើលអាចមិនមែនជាភាពល្អឥតខ្ចោះទេវាអាចជាអ្វីដែលចម្លែកខុសពីគេឬធ្វើឲ្យមនុស្សចង់ដឹងថាហេតុអ្វីហើយនេះជាសំណួរដ៏ធំមួយទៀតបើមនុស្សទៅមើលភាពយន្តមួយដោយសារតែគេចង់ដឹងថាហេតុអ្វីបានជាមនុស្សគ្រប់គ្នាកំពុងនិយាយអំពីវាតើនោះមានន័យថាភាពយន្តនោះបានជោគជ័យហើយឬនៅមតិរបស់មនុស្សអាចខុសគ្នាអ្នកខ្លះអាចនិយាយថាវាជាភាពយន្តដែលមានគុណភាពទាបអ្នកខ្លះអាចនិយាយថាវាគួរឲ្យអស់សំណើចប៉ុន្តែអ្នកផ្សេងទៀតអាចនិយាយថាយ៉ាងហោចណាស់វាអាចធ្វើឲ្យមនុស្សនិយាយពីវាបានហើយប្រហែលជានេះហើយជាអាចកំបាំងនៃភាពជោគជ័យរបស់វាពីភាពយន្តដែលគ្មានអ្នកស្គាល់ទៅជាភាពយន្តដែលមនុស្សចាប់ផ្ដើមចង់ស្គាល់ពីការរិះគន់ទៅជាការផ្សព្វផ្សាយហើយពីចំណូលតិចតួចទៅជាចំណូលរាប់លានយន់ដូច្នេះសំណួរចុងក្រោយគឺតើ New Light ជាភាពយន្តដែលប្រាជ័យដោយសារគុណភាពមិនល្អឬក៏ជាភាពយន្តដែលជោគជ័យដោយសារវាអាចធ្វើឲ្យមនុស្សទាំងអស់ចង់ដឹងថាតើវាអាក្រក់ប៉ុណ្ណាប្រហែលជាចម្លើយពិតប្រាកដត្រូវឲ្យអ្នកទស្សនាជាអ្នកសម្រេចហើយនេះហើយជាភាពចម្លែករបស់ពិភពភាពយន្តក្នុងសម័យបណ្ដាញសង្គមពេលខ្លះការដែលមនុស្សនិយាយអំពីអ្នក even នៅពេលពួកគេកំពុងរិះគន់អ្នកក៏អាចធ្វើឲ្យអ្នកកាន់តែល្បីបានដែរ